បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះធីបេក្ខណាហើយថ្ងៃហ្នឹងខ្ញុំមកធ្វើពី File Management អញ្ចឹងជាដំបូងនេះគឺខ្ញុំត្រូវ connect ទៅ RSA server អញ្ចឹងគឺខ្ញុំវាយ command RSA ហើយខ្ញុំដាក់ user មកហើយនឹងដាក់ IP អញ្ចឹងវាត្រូវការ password អញ្ចឹងគឺបន្ទាប់ពីខ្ញុំវាយ password មកគឺវាចូលដល់ server អញ្ចឹងហើយអញ្ចឹងដំបូងនេះគឺខ្ញុំធ្វើការ command sudo group add នឹងគឺជា command បង្កើត group ចឹងខ្ញុំបង្កើតបាន developer មួយចឹងខ្ញុំធ្វើការបង្កើតទាំង3ក្រុមហ្នឹងសិនមកចឹងចាំខ្ញុំឆែកទាំងអស់យកមកយើងមិនបាច់ចាំឆែកម្ដងមួយនេះដាក់ក្រុមDevOps ចឹងក្រុមគឺមាន3ចឹងបន្ទាប់ពីបង្កើតបានទាំង3ហើយខ្ញុំធ្វើការ command cat flash etc flash group ចឹងគឺនៅខាងក្រោមនេះគឺលេខកូដ104ដល់106នេះគឺក្រុមដែលខ្ញុំបានបង្កើតមុនហ្នឹងចឹងចូលដល់ command បន្តទៀតគឺ command delete group ចឹង command delete group គឺយើងវាយ sudo ដូចគ្នាហើយ group ដែរហើយយើងវាយ developer មកព្រោះយើងត្រូវការលុប developer ហ្នឹងចឹងបន្ទាប់ពី delete ហើយយើងធ្វើការឆែកមើលថាវាបាក់គ្រប់នឹងអត់អញ្ចឹងគឺនេះឆែកមើលគឺយើងអត់ឃើញទេគឺបាត់ហើយអញ្ចឹងបន្ទាប់មកគឺយើងត្រូវការបង្កើតឡើងវិញចឹង command ហ្នឹងគឺដូចតែគ្នាទេគ្រប់ដែលបង្កើត command កើតគ្រប់ហ្នឹងគឺ sudo group add ហើយយើងដាក់ឈ្មោះគ្រប់យកមកនេះគឺ developer ចឹងបន្ទាប់មកគឺខ្ញុំធ្វើការបង្កើត file គឺខ្ញុំ tag developer process .txt ហ្នឹងហើយនឹង UI process.txt មួយទៀតហើយនឹងDevOps process.txt នឹងដែរចាំបន្តមកគឺខ្ញុំធ្វើការឆែកfile ហ្នឹងចឹងគឺ file យើងរបៀបឆែក file គឺយើងវាយ ls grep ហើយយើងវាយឈ្មោះ file ហ្នឹងមកចឹងគឺវាចេញមកតែបើយើងចង់អានេះយើងឆែកមួយតែបើយើងចង់ឆែកឲ្យគឺយើងវាយ ls ហើយដក l មកគឺវានឹងចេញមកហើយចឹងពណ៌បៃតងនេះគឺ file គឺជាគ្រប់គឺជា file ដែលខ្ញុំបានបង្កើតណាបន្ទាប់មកគឺដល់ command change file permission command change គឺយើងត្រូវការវាយ ch mode 755ហើយយើងត្រូវការវាយ file នឹងចូលមក file developer ហើយ file UI ហើយនឹង DevOps
ចឹងខ្ញុំធ្វើការ list ដើមមកគឺនឹងចេញមកឯងចឹងfile solution គឺបាន change ពីទៅគឺបាន change ទៅ .wx .xr .x ចឹងបន្ទាប់មកទៀតគឺខ្ញុំធ្វើការគ្រប់developer ហើយនឹង UX UI ចឹងcommand គ្រប់ហ្នឹងគឺយើងវាយ sudo ch on ហើយស្មើនឹងឈ្មោះ folder ហើយនឹងឈ្មោះ file ឈ្មោះគ្រប់ហើយនឹងឈ្មោះ file ចឹង command ហ្នឹងគឺដូចគ្នាដែរទេគឺយើងវាយ sudo ហ្នឹងមកចឹងខ្ញុំធ្វើការ copy ចឹងវាយ command sudo ch on ហើយស្មើនឹង UX UI ឈ្មោះគ្រប់ហ្នឹងហើយនឹងឈ្មោះ file ហើយចុងក្រោយគេគឺដូចគ្នាដែរគឺគ្រប់ dev ហើយនឹងឈ្មោះ file dev ហើយយើងវាយ command មួយទៀតគឺយើងកុំឲ្យដែលអស់ហ្នឹង access ចឹងយើងគឺវាយ command ls មកដើម្បីឆែកដែលអស់ហ្នឹងមកចឹងនៅវាចេញមកហើយគឺRW នេះគឺវាខុសគ្នាចឹងគឺវាបាន change គឺដែលអស់ហ្នឹងគឺអាចចូល access បានទេបាទលោកគ្រូចឹងការងារខ្ញុំមានតែប៉ុណ្្នឹងទេចឹងខ្ញុំសូមជម្រាបលាគ្រូ